សួស្តីអ្នកនរគ្នាជួបមកខ្ញុំ JP ស្មីអញ្ចឹងក្នុងវីដេអូថ្មីថ្ងៃនេះគឺខ្ញុំធ្វើការមក share អ្នកនរគ្នាតាក់ទងជាមួយនឹងការធ្វើ drop shipping ប៉ុន្តែសារនេះយើងនឹងធ្វើតាក់ទងជាមួយនឹង digital drop shipping វិញម្ដងបើកាលពីមុនប្រហែលជាកន្លះឆ្នាំមុនខ្ញុំបានធ្វើការ share អ្នកនរគ្នាតាក់ទងជាមួយនឹងការធ្វើ drop shipping ទៅលើ physical product រយៈពេល5ម៉ោងពេញតែម្ដងបាទ full tutorial ចឹងបើសិនជាគ្នាយើងអ្នកក៏អត់ទាន់បានទៅចូលទៅមើលតាក់ទងជាមួយនឹងការធ្វើ drop shipping ទៅលើ physical product ទេអាចចូលទៅ check មើល video physical product សិនទៅបាទហើយយើងមកមើលជាមួយ digital product តាមក្រោយអូខេអញ្ចឹងមុននឹង start ជាមួយ video drop shipping ទៅលើ digital product នេះខ្ញុំសូមធ្វើការប្រាប់អ្នកនរគ្នាថា whether អ្នកនរគ្នារើសយកជាមួយនឹង physical ឬក៏ digital ទេបាទគឺពីរនេះគឺសុទ្ធសឹងតែល្អដូចគ្នាបើអញ្ចឹងអ្នកនរគ្នាចង់ start មួយណាបាទអ្នកនរគ្នា start មួយនឹងទៅបាទឬអ្នកនរគ្នាចង់ start ម្ដងទាំងពីរហ្មងក៏បានដូចគ្នាដែរបន្ទាប់ពីអ្នកនរគ្នាបាន start ជាមួយនឹង video ខ្ញុំទាំងពីរមកទាំងសងខាងណាអូខេទាំង physical ដូចជា digital alright អញ្ចឹងឥឡូវនេះខ្ញុំមកធ្វើការចូលទៅកាន់ video យើងតែម្ដងទៅតែអ្នកនរគ្នាទៅមក subscribe ទេកុំភ្លេចជួយ subscribe អ្នកមួយផងដែលសញ្ញាក្តៅអ្នកមួយផងហើយបើសិនជាអត់ទាន់បាន join ជាមួយនឹង channel Telegram របស់ Drop Shipping Cambodia ទេអាចធ្វើការ join បាទ link ខាងក្រោម description អូខេអញ្ចឹងឥឡូវនេះយើង start ជាមួយនឹង video digital drop shipping យើងទាំងអស់គ្នា alright អ្នកទាំងអស់គ្នាអញ្ចឹងចំណុចទី1បាទ what is digital drop shipping តើអ្វីទៅគឺជាការធ្វើជាមួយនឹង digital drop shipping នឹងបាទអញ្ចឹងបើសិនជាយើងនិយាយឲ្យស្រួលស្ដាប់ទៅបើអ្នកទាំងអស់គ្នាគាត់ដឹងពី physical ហើយគឺគាត់ងាយស្រួលតែម្ដងថា digital ហ្នឹងគឺជាអីអញ្ចឹងខ្ញុំសូមធ្វើការរំលឹកអ្នកទាំងអស់គ្នាតាក់ទងជាមួយ physical នេះទៅព្រោះអី physical វាផ្ទុយជាមួយនឹង digital ហ្នឹងហើយអញ្ចឹង physical product មានដូចជារបស់អីគេខ្លះបាទដូចជាបាទអំពូលភ្លើងបាទកៅអីយើងកំពុងអង្គុយ microphone ឬក៏អីគេដែរអាចទៅរបស់ណាដែលយើងអាចធ្វើការប៉ះបានកាន់បានស្ទាបបានអានេះគេហៅថា physical product ហើយ digital product វិញគឺវាផ្ទុយពីនឹងអញ្ចឹងផ្ទុយហ្នឹងមានដូចជាអ្វីខ្លះបាទដូចជាលក្ខណៈ soft file អីផ្សេងៗដែលយើងធ្វើទៅលើ digital បាទដូចជា e-book ដូចជាអ្នកទាំងអស់គ្នាធ្វើជាមួយនឹង course ដើម្បីធ្វើការបង្ហាញទៅដល់នរណាគេម្នាក់ឧទាហរណ៍ដូចខ្ញុំជា fitness coach ចឹងឧទាហរណ៍ណាបាទអញ្ចឹងខ្ញុំអាចធ្វើការថតវីដេអូបង្ហាញតែហាត់យកកន្លែងនេះធ្វើមិនអីមកចឹងទៅអាហ្នឹងគឺគេហៅថាជាលក្ខណៈ digital product ដូចគ្នាអ្នកទាំងអស់គ្នាលក់ជាលក្ខណៈ template លក់ជា theme បាទលក់ជា asset ផ្សេងសម្រាប់ក្នុងការ edit video អីផ្សេងចឹងទៅបាទហ្នឹងក៏គេសិតសឹងតែហៅថាគឺជា digital product ដូចគ្នាដែរអញ្ចឹងគឺវាផ្ទុយពី physical product បែបហ្នឹងចឹងសង្ឃឹមតែអ្នកទាំងអស់គ្នាយល់អូខេអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាបានដឹងពី specific របស់វាហើយតើវាខុសគ្នាកន្លែងណាអីកន្លែងណាអញ្ចឹងណាចាឥឡូវខ្ញុំសូមធ្វើការ compare តាក់ទងជាមួយនឹង process វិញតើពីហ្នឹងគឺវាមិនដែរមួយណាល្អជាមួយណាអីចឹងទៅអញ្ចឹងខ្ញុំសូមនិយាយម្ដងទៀតបាទពីហ្នឹងបាទអត់មានមួយណាល្អជាមួយណាទេបាទវាមានជាមួយនឹងគុណសម្បត្តិមួយគុណវិបត្តិរៀងខ្លួនអញ្ចឹងអ្នកទាំងអស់គ្នាចង់ start មួយណាសិក្សាពីវាច្បាស់ទៅបាទឬក៏ចង់ start ទាំងពីរអាចធ្វើការ start បានអញ្ចឹងខ្ញុំសូមធ្វើការនិយាយនេះគឺទី1ខ្ញុំនិយាយតាក់ទងជាមួយនឹង inventory អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបានមើលវីដេអូមុនអ្នកដឹងហើយបាទការធ្វើ physical product បាទគឺអ្នកទាំងអស់គ្នាបាទ inventory អត់ត្រូវការទិញអីវ៉ាន់យកមក stock ទុកទេដែលសារធ្វើ drop shipping ទេយើងគ្រាន់តែយកអីវ៉ាន់ពី website របស់ supplier របស់យើងបាទទៅដាក់ list បន្តទៅលើ website របស់យើងទៅហើយយើងធ្វើទីផ្សារបន្ថែមទៅនៅពេលមានភ្ញៀវគាត់ធ្វើការបញ្ជាទិញលើ website របស់យើងគ្រាន់តែធ្វើការជាទិញបន្តពីរោងចក្របាទ supplier យើងហ្នឹងបាទបន្ទាប់មកគឺខាង supplier យើងគឺគាត់អ្នកបាទ handle ទៅលើការ shipping ជូនភ្ញៀវយើងបាទមិនថាប្រទេសណាក៏ដោយបាទគឺតែងតែមាន solution ក្នុងការដឹកជញ្ជូនគ្រាន់តែថាវាយឺតបាទវាលឿនបាទឬក៏តម្លៃវាខុសគ្នាទៅតាមនឹងអញ្ចឹងទៅបាទអញ្ចឹងនេះគឺជា physical ចោះ digital product វិញតើ digital product ហ្នឹងគឺវាត្រូវការមាន inventory មិនដែរអញ្ចឹងចំពោះ digital product បាទគឺអ្នកទាំងអស់គ្នាបាទអាចធ្វើការ invest ជាមួយនឹង time អ្នកទាំងអស់គ្នា upfront បាទឬក៏ invest ជាមួយនឹងcost បាទមួយចំនួនក្នុងការ set up វាឲ្យហើយដោយសារអីបាទខ្ញុំឧទាហរណ៍ចាស់ស្ដែងខ្ញុំចង់ធ្វើជាមួយនឹង e-book មួយដែលបង្ហាញតាក់ទងជាមួយនឹងតើធ្វើមិនដើម្បី stay productive តើធ្វើមិនដើម្បីហៅជាមួយ income បានបន្ថែមអញ្ចឹងទៅនៅក្នុងវ័យដែលយើងកំពុងនៅមហាវិទ្យាល័យអញ្ចឹងទៅអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំចង់ទៅ say ដល់ e-book បែបហ្នឹងអញ្ចឹងខ្ញុំត្រូវការចំណាយពេលវេលាក្នុងការចងក្រង e-book ហ្នឹងបាទជា PDF អីចឹងទៅហើយបាទខ្ញុំយកវាទៅលក់បាទអាហ្នឹងគឺយើងត្រូវការ invest time របស់យើងមួយទៀតបាទអ្នកទាំងអស់គ្នាអាចធ្វើការ
resell បាទទិញរបស់ដែលគេ resell មកបាទអូខេអញ្ចឹងអនខ្វះទេអ្នកនរ digital file ជាច្រើនមានលក់លើទីផ្សាររបស់យើងអញ្ចឹងយើងអាចធ្វើការទិញរបស់គេមកហើយយើងអាចធ្វើការលក់បន្តបានបាទអញ្ចឹងយើងចំណាយតែម្ដងទេយើងចំណាយតែម្ដងឬក៏យើងធ្វើតែម្ដងទេបាទគឺយើងអាចលក់បានមួយជីវិតបាទអញ្ចឹងនេះគឺជាចំណុចល្អរបស់វាព្រោះអីយើងមាន file ក្នុងដៃស្រាប់ហើយបាទយើងមាន soft file ហើយយើងចង់លក់ឲ្យពីណាគេយើងចង់លក់ស្មើណាអាហ្នឹងគឺជាសិទ្ធិរបស់យើងបាទអញ្ចឹងនេះគឺជាភាពខ្លាំងមួយរបស់ digital product ផងដែរ alright អញ្ចឹងយើងមកនិយាយតាក់ទងជាមួយនឹង shipping វិញអញ្ចឹងចំពោះការ shipping គឺវាមិនដែរអូខេអញ្ចឹងចំពោះ shipping បើយើងនិយាយតាក់ទងជាមួយនឹងphysical product យើងដឹងហើយបាទយើងមិនជាអ្នក handle shipping ទេដោយសារតែ Evan ហ្នឹងនៅ supplier ឬក៏ agency របស់យើងហ្នឹងគឺគាត់ជាអ្នក handle ជាមួយនឹង shipping បាទ delivery ជូនភ្ញៀវយើងមកថានៅប្រទេសណាក៏ដែរអញ្ចឹងអ្នកនរគ្នាដឹងពីច្រើនយើងធ្វើ drop shipping យើងតែងតែរើសយកជាមួយនឹង agent ចិនបាទ supplier យើងនៅចិនអញ្ចឹងទៅអញ្ចឹងការដឹកជញ្ជូនពីប្រទេសចិនទៅវាតែងតែមានបញ្ហាហើយបាទមិនថាអ្នកនរគ្នារើសចិនឬក៏អ្នកនរគ្នាមានជាមួយនឹងsupplier warehouse នៅអាមេរិកស្រាប់ទេបាទការដឹកតែវាត្រូវតែឆ្លងកាត់ការដឹកជញ្ជូនដូចគ្នាបាទអញ្ចឹងដឹងស្រាប់ហើយការដឹកជញ្ជូនវាអាចយឺតយ៉ាវវាអាចទៅដល់បញ្ហាអីវ៉ាន់បាក់បែកអីវ៉ាន់ខុសទំហំខុសពណ៌ខុស size ដាក់ខុសអីវ៉ាន់ជាដើមបាទអញ្ចឹងវាអាចមានបញ្ហានឹងកើតឡើងមិនមែនថាអូអត់មានទេបាទអញ្ចឹងវាអាចមានប៉ុន្តែខ្ញុំនិយាយនេះវាជាលក្ខណៈ rare case បាទវាជាករណីកម្រទេបាទយូរកើតឡើងម្ដងអីចឹងទេ100 order វាអាចកើតមានឡើងធំ4-10អញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាបាទកុំ afraid បាទ to start your physical drop shipping store បាទជាអាចធ្វើការ start បានធម្មតាទេសំខាន់គឺបាទយើងត្រូវ handle បាទ processing វាបានល្អបាទយើងត្រូវរើស supplier ឬក៏ agent បានត្រឹមត្រូវបាទយើងត្រូវមាន policy ឲ្យបានច្បាស់លាស់នៅលើ store របស់យើងបាទអាហ្នឹងគឺអ្វីដែលយើងអាចធ្វើបានដើម្បីបង្ការជាមួយនឹងបញ្ហាទាំងអស់ហ្នឹងបាទហើយអ្នកទាំងអស់គ្នាដឹងហើយបាទចំពោះការធ្វើទៅលើ physical product បាទគឺត្រូវការដឹកជញ្ជូនបាទអញ្ចឹងវាមានបញ្ហាទាំងអស់ហ្នឹងបាទអូខេអញ្ចឹងបើយើងនិយាយតាក់ទងជាមួយនឹង digital product វិញអញ្ចឹងចំពោះ digital product គឺ no need delivery បាទគឺអត់ត្រូវការដឹកជញ្ជូនទេដោយសារយើងមានជាមួយនឹង file ហើយអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការ upload file របស់យើងទៅលើ store របស់យើងទៅដល់ពេលដែលមាន client ណាគាត់ធ្វើការទិញគឺវានឹង auto delivery ឲ្យគាត់តែម្ដងតាមរយៈ email អញ្ចឹងទៅអញ្ចឹងគឺភ្ញៀវគាត់អាចធ្វើការ instant access ទៅលើ store របស់ទៅលើ file របស់គាត់បានភ្លាមៗតែម្ដង no need បាទ delivery ព្រោះវាជាលក្ខណៈ digital ទេបាទអូខេអញ្ចឹងគឺបញ្ហាក្នុងការទទួលបានrefund បាទភ្ញៀវសុំ refund បាទភ្ញៀវ return ឬក៏ complaint ឬក៏ charge back អីគឺវាមានភាគរយតិចបាទជាងជាមួយនឹងphysical product អូខេអាហ្នឹងគឺតាក់ទងមួយនឹងចំណុចshipping delivery ហ្នឹងឥឡូវយើងនិយាយពីចំណុចមួយទៀតអញ្ចឹងចំណុចមួយទៀតហ្នឹងគឺយើងនិយាយពីលក្ខណៈ scalability អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នារើសយកជាមួយនឹង physical product គឺអ្នកទាំងអស់គ្នាបើធ្វើត្រូវបាទគឺអ្នកទាំងអស់គ្នាអាចមានអនាគតបាទមានអនាគតជាង digital product ដោយសារឯអ្នកនរបាទលើ physical product បាទឧទាហរណ៍ថាខ្ញុំលក់ជាមួយនឹងអានេះដឹងអីគេនេះបាទថា gel មួយនេះចុះបាទអញ្ចឹងបើសិនខ្ញុំលក់វាដាច់ខ្ញុំលក់អីខ្ញុំអាចធ្វើ branding ទៅលើហ្នឹងបាទអញ្ចឹងខ្ញុំអាចលក់បានតម្លៃគុណនឹង2ឬគុណនឹង3នៃតម្លៃដែលខ្ញុំកំពុងតែលក់រាល់ថ្ងៃហ្នឹងបាទអញ្ចឹងនេះគឺជាគុណសម្បត្តិមួយដ៏ធំសម្រាប់ការធ្វើជាមួយនឹង physical product គឺអ្នកទាំងអស់គ្នាមាន chance to grow អ្នកទាំងអស់គ្នាអាចមានឱកាសក្នុងការធ្វើ branding ខ្លួនឯងអីចឹងទៅហើយដឹងស្រាប់ហើយនៅពេលយើងធ្វើ branding គឺអីវ៉ាន់របស់យើងក៏លក់បានថ្លៃទៅតាមនឹងដែរហើយយើងមានភ្ញៀវបាទមកហោហាយទៅតាមនឹងដែរបាទអញ្ចឹងនេះគឺជាចំណុចខ្លាំងមួយរបស់physical product បាទបើ digital product បាទគឺវារៀង competitive បន្តិចបាទហើយវាបាក់ខ្លាំងមែនតើបើសិនជាអ្នកទាំងអស់គ្នាធ្វើ branding អីក៏ដោយបាទក៏មានគេនៅតែអាចធ្វើបានដូចយើងអញ្ចឹងបាទគេអាចយករបស់យើងទៅ copy ក៏បានដែរព្រោះឲ្យវាជា file ឯង copy លឿនសាហាវអស់តោះតែម្ដងបាទអញ្ចឹងអ្នកទាំងអស់គ្នាបាទសម្រាប់ចិត្តខ្លួនឯងយើងចង់ start មួយណាអីមួយណាបើ start ទាំងពីរក៏បានដូចគ្នាដែរល្អដូចគ្នាអញ្ចឹងបាទយើងរៀនទាំងអស់ទៅបាទមិនថា physical ឬ digital ទេយើងត្រូវតែ start ទាំងអស់ទៅឲ្យបានដឹងទាំងអស់ទៅបាទហើយយើង narrow down មើលទៅតើមួយណាវាស័ក្តិសមសម្រាប់យើង keep មួយហ្នឹងទៅអូខេ
អញ្ចឹងនេះគឺជាការ compare ចំណុចធំមួយចំនួនបាទសម្រាប់របស់ទាំងពីរហ្នឹងអូខេអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាបានដឹងហើយបាទពីភាពខុសគ្នាឥឡូវខ្ញុំសូមនិយាយពី process របស់ digital dropshipping នេះម្ដងអញ្ចឹងអ្នកនរគ្នាមានជាមួយនឹង soft file នៅក្នុងដៃពេលដែលយើងមាននៅក្នុងដៃហើយយើងដាក់លក់លើ website របស់យើងនៅពេលដែលមានភ្ញៀវគាត់ធ្វើការបញ្ជាទិញគឺវានឹង auto delivery ជូនភ្ញៀវរបស់យើងតែម្ដងហើយអ្វីដែលធ្វើដល់ហ្នឹងគឺ set up តែម្ដងទេបាទគឺយើងឲ្យធ្វើការលក់បានរហូតតែម្ដងបាទឬក៏យើងបាទជាធម្មតាបើសិនជាយើងអត់ចង់ update ទេយើងលក់រហូតទៅតែបើសិនជាយើងធ្លាក់ sale ហើយយើងចង់ឲ្យវា better ជាងមុនបាទយើងត្រូវតែ update product ជាងទៅតាមនឹងដូចគ្នាដែរអូខេអញ្ចឹងនេះគឺជា process នៃការធ្វើជាមួយនឹង digital drop shipping អូខេអ្នកនរគ្នាអញ្ចឹងឥឡូវសូមធ្វើការ share អ្នកនរគ្នាអំពីរបៀបនៃការ start ផងទៅតែយើងគួរ start ពីចំណុចណាអីទៅចំណុចណាអញ្ចឹងបាទអញ្ចឹងខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងការ start ហ្នឹងគឺយើងមាន4ចំណុចអ្នកនរគ្នាធ្វើការ follow ពីមួយចំណុចទៅមួយចំណុចទៅបើឲ្យ walk through ជាមួយខ្ញុំទាំងអស់គ្នាពីមួយចំណុចទៅមួយចំណុចទៅដើម្បីឲ្យធ្វើការ build a successful digital drop shipping store បានអូខេអញ្ចឹងចំណុចទី1គឺគឺសំខាន់តែម្ដងមកគឺ pick a niche បាទអញ្ចឹងមិនថាអ្នកទាំងអស់គ្នាលក់ជាមួយនឹង digital product ក្តីបាទ physical product ក្តីអ្នកទាំងអស់គ្នាត្រូវដឹងសិនថាតើយើងលក់អីគេបាទតើពីណាគេជាអតិថិជនរបស់យើងបាទហេតុអីបានជាគាត់សុខចិត្តចាយលុយរបស់គាត់ទៅទិញអីវ៉ាន់របស់យើងតើអីវ៉ាន់របស់យើងហ្នឹងជួយអ្វីគេខ្លះបាទអញ្ចឹងយើងត្រូវតែដឹងពីចំណុចទាំងអស់ហ្នឹងសិនបាទទើបយើងអាចរើស product មកបានត្រឹមត្រូវបាទបើសិនជាយើងរើសខុសវាខាតពេលអញ្ចឹងបាទអញ្ចឹងយើងអាចធ្វើការ narrow down ទៅលើចំណុចទាំងអស់ហ្នឹងទៅបាទហើយយើងបាទត្រូវការសម្រេចចិត្តទៅតែយើងចង់លក់អ្វីបាទ digital product ដឹងតែ digital ហើយបាទរាប់លានមុខបាទយើងលក់អីគេបាទយើងត្រូវហៅមើលអូខេអញ្ចឹងឥឡូវយើងសូមធ្វើការនិយាយតាក់ទងជាមួយនឹង high value target customer មួយចំនួនបាទគឺជាប្រភេទនៃមនុស្សមួយចំនួនដែលគាត់នឹងអាចបាទទិញ digital product បាទអញ្ចឹងគឺមានប្រភេទមនុស្សបែបណាខ្លះបាទអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយតើពីណាគេទៅទិញ digital product ហ្នឹងបាទបើសិនជានៅក្នុង market ស្រុកខ្មែរយើងបាទខ្ញុំជឿជាក់មែនបាទគឺអត់សូវមានទេបាទបើនៅខាងស្រុកគេបាទគឺគេពីច្រើនគឺគេអាចនឹងទិញដោយសារអីបាទអីវ៉ាន់មួយចំនួនបាទគឺជួយគេបាទគេបង្កើនជាមួយចំណូលគេបាទគឺបង្កើនចំណេះដឹងរបស់គេស្យោពេលវេលារបស់គេអ្វីដែលសំខាន់នោះបាទគឺស្យោពេលវេលារបស់គេព្រោះអីបាទគេខ្លះគេអាចធ្វើបានប្រភេទ digital product ទាំងអស់ហ្នឹងបាទឬក៏ការងារហ្នឹងអាចធ្វើបានប៉ុន្តែគេអត់ធ្វើទេដោយសារអីបាទលុយមិនអាចទិញពេលវេលារបស់គេបានទេបាទអញ្ចឹងគេអាចចំណាយលុយទិញរបស់យើងអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំសូមធ្វើការ share អ្នកនរគ្នាបាទទី1បាទមានដូចជាsmall business owner ឬគេហៅថា solo entrepreneur បាទគឺអ្នកទាំងអស់គ្នាអាចធ្វើការលក់អីវ៉ាន់ដែលពួកគាត់ត្រូវការឧទាហរណ៍ដូចជាគេ small business owner គឺគាត់អាចនឹងធ្វើការ strategy បន្ថែមក្នុងការ build ជាមួយនឹងbusiness របស់គាត់ធ្វើមិនឲ្យដើរអញ្ចឹងទៅគាត់ប្រកាសជាត្រូវការជាមួយនឹងប្រព័ន្ធគ្រប់គ្រងជាមួយនឹងក្រុមហ៊ុនរបស់គាត់បាទគ្រប់គ្រងទៅលើនឹង task ជាប្រចាំថ្ងៃគ្រប់គ្រងទៅលើនឹងបុគ្គលិកអីចឹងទៅបាទហើយគ្រប់គ្រងទៅលើប្រព័ន្ធចំណាយចំណូលអីចឹងទៅបាទអញ្ចឹង small business owner គាត់ប្រកាសជាអាចធ្វើការប្រភេទអស់ហ្នឹងបាទឬក៏ប្រភេទ POS អីចឹងទៅបាទអញ្ចឹងយើងអាចធ្វើការបាទ build ឬក៏អាចធ្វើការហៅនៅលើ marketplace ហើយយើងយកទៅលក់បាទបន្តបានបាទអញ្ចឹងនេះគឺជា high value customer ទី1ដែលយើងគួរតែ target អូខេអញ្ចឹងមួយទៀតហ្នឹងគឺអាចជា everyday professional អញ្ចឹងអ្នកដែលគាត់ធ្វើការបាទ office អីចឹងទៅបាទពីម៉ោង8ដល់ម៉ោង5ជារៀងរាល់ថ្ងៃអញ្ចឹងទៅបាទអញ្ចឹងគឺខ្ញុំជឿជាក់ថាគាត់សើមានពេលច្រើនទេក្នុងការទៅធ្វើរបស់អីមួយអញ្ចឹងទៅឧទាហរណ៍បើយើងដឹងហីបាទអ្នកដែលគាត់ធ្វើការពេលខ្លះគឺគាត់អាចគាត់ថាអូខេដល់ពេលគាត់ចេញពីធ្វើការគាត់អាចឆ្លៀត1ម៉ោង2ម៉ោងដើម្បីអាចហៅចំណូលបន្ថែមអញ្ចឹងយើងអាចធ្វើការរៀន skill មួយឲ្យចេះបាទបន្ទាប់មកយើងអាចធ្វើការប្រហាត់បរៀនគាត់បានបាទយើងអាចធ្វើការជួយគាត់ទៅលើការងារនឹងបានអញ្ចឹងទៅបាទឬក៏គាត់ត្រូវការអីគេត្រូវការត្រូវការជាមួយនឹងplanner បាទសម្រាប់ការរៀបចំជាមួយនឹង schedule របស់គាត់ឲ្យកាន់តែ effective ជាងហ្នឹងអីចឹងទៅបាទដើម្បីអាចគាត់ធ្វើជាមួយនឹងរឿងអ្វីមួយបានហើយមានពេលវេលាគ្រប់គ្រាន់អញ្ចឹងទៅបាទអញ្ចឹងនេះសុទ្ធតែជា
target customer ដែលអ្នកទាំងអស់គ្នាអាចធ្វើការ focus ទៅលើហើយអ្នកទាំងអស់គ្នាអាចធ្វើការ sell ជួយបន្ថែមបានអូខេហើយមានជាមួយនឹងមួយទៀតហ្នឹងគឺ college student អញ្ចឹងភាគច្រើនបាទនៅស្រុកគេបាទគឺនិស្សិតគេគឺគេខំខ្លាំងមែនតើបាទអញ្ចឹងអ្នកខ្លះគេគាត់ប្រកាសជាត្រូវការជាមួយនឹង resource បន្ថែមក្នុងការរៀនសូត្របាទអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការចងក្រងជារបស់របរបាទច្រឡំរបស់របរតាក់ទងជាមួយនឹងឯកសារផ្សេងបាទដែលពួកគាត់អាចត្រូវការបាទអញ្ចឹងអ្នកទាំងគ្នាធ្វើការចងក្រងទៅអាចលក់ទៅបាទលក់ជា worksheet បាទលក់ជា quiz លក់ជាអីអាហ្នឹងក៏គេហៅថា digital product ដូចគ្នាដែរហើយអ្នកទាំងគ្នាបាទអាចធ្វើការលក់ជាលក្ខណៈ subscription ជូនគាត់បាទក្នុងការ access ទៅលើនឹងAI platform មួយចំនួនដែលអាចជួយទៅលើការសិក្សារបស់គាត់សុទ្ធតែបាទជា digital product ហើយបាទហើយឥឡូវស្មារតី AI ទៀតបាទគឺងាយស្រួលក្នុងការធ្វើខ្លាំងមែនតើហើយបើគ្នាយើងបាទចេះធ្វើជាមួយនឹងប្រភេទពួក white label app បាទឬក៏AI បាទ AI app ទាំងអស់ហ្នឹងបានទៀតបាទគឺវាកាន់តែងាយស្រួលមែនតើនៅក្នុង process digital dropshipping របស់យើងហ្នឹងអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់យល់បាទចំណុចដែលខ្ញុំនិយាយហ្នឹងបាទខ្លះខ្ញុំនិយាយវាអត់សូវច្បាស់ទេបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ deep research បន្ថែមទៅខ្លួនឯងបានអូខេalright អ្នកទាំងអស់គ្នាអញ្ចឹងយើង move on ដល់ចំណុចទី2របស់យើងបាទគឺ build a store អញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការរើសជាមួយនឹង niche ឬជា product ច្បាស់លាស់ហើយយើងអាចចាប់ផ្ដើមបង្កើតជាមួយនឹង store របស់យើងហើយបាទឬក៏យើងអត់ទាន់រើសអីក៏ដោយយើងធ្វើការបង្កើត store មុនទុកឲ្យហើយក៏បានដែរអូខេអញ្ចឹងភាគច្រើនបាទ platform ដែលគេតែងតែប្រើប្រាស់ក្នុងការធ្វើ dropshipping ហ្នឹងបាទគឺ Shopify អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មានជាមួយនឹង Shopify store ទេបាទអាចធ្វើការចុច link ខាងក្រោម description បានបន្ទាប់មកគឺវានឹងជូនអ្នកទាំងអស់គ្នាទៅកាន់ page បង្កើតជាមួយនឹង store តាមរយៈ Shopify ហ្នឹងហើយធ្វើការបំពេញជាមួយ email របស់អ្នកទាំងអស់គ្នាទៅដើម្បីទទួលបានជាមួយនឹង plan ដ៏ពិសេសបាទគឺត្រឹមតែ$1ក្នុងមួយខែទេរយៈពេល3ខែដំបូងបាទអញ្ចឹងបើអ្នកទាំងអស់គ្នាអត់ដឹងអីគេ Shopify មើលវីដេអូមុនរបស់ខ្ញុំទៅខ្ញុំបាននិយាយច្រើនខ្លាំងមែនតើតែម្ដងក៏បញ្យល់ទៅដល់មួយ plan របស់ Shopify ហ្នឹងផងដែរអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការបង្កើតហើយធ្វើការ subscribe ជាមួយនឹងខែទី1ឲ្យហើយទៅត្រឹមតែ$1ក្នុងមួយខែទេអ្នកទាំងអស់គ្នាអាច start បង្កើតជាមួយនឹង website បាទធ្វើទៅលើ store របស់យើងបានហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការបង្កើតជាមួយនឹង Shopify Store គឺជាធ្វើការ subscribe ជាមួយនឹង plan ខែទី1$1ហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវធ្វើបន្ទាប់ហើយផ្លេចអត់បាននោះបាទគឺធ្វើការដំឡើងជាមួយនឹង app នៅលើ Shopify App Store អញ្ចឹងយើងធ្វើ physical product យើង download app ផ្សេងយើងធ្វើ digital product យើង download app ផ្សេងអូខេអញ្ចឹងនៅក្នុងវីដេអូថ្ងៃហ្នឹងគឺខ្ញុំអត់ធ្វើការ show អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងការ design store អីទេដោយសារការ design store បាទទៅលើ digital និង physical ហ្នឹងគឺវាមិនសូវខុសគ្នាប្រហែលទេបាទអញ្ចឹងអ្នកទាំងអស់គ្នាចង់ focus ទៅលើការ design ហើយធ្វើការមើលទៅលើវីដេអូ5ម៉ោងខ្ញុំហ្នឹងទៅបាទបើខ្ញុំនិយាយការ design ទៀតវាអាចចូល5ម៉ោងទៀតហើយវីដេអូហ្នឹងបាទអញ្ចឹងខ្ញុំចង់ walk through អ្នកទាំងអស់គ្នាហើយខ្ញុំចង់ច្រំដានលើចំណុចដែលអ្នកទាំងអស់គ្នាគិតថាអាចធ្វើបានទេបាទអូខេអញ្ចឹងយើងធ្វើការ download app មួយចំនួនទៅមានដូចជា app digital download របស់ Shopify ផ្ទាល់បាទ Pandora download បាទឬក៏ ABC digital download បាទ3ហ្នឹងអ្នកទាំងអស់គ្នាប្រើមួយណាក៏បានដែរដើម្បីអាចធ្វើការដាក់ file របស់យើងនៅក្នុងនឹងបាននៅពេលភ្ញៀវគាត់ទិញគឺវានឹង auto delivery ជូនភ្ញៀវរបស់យើងបាទអញ្ចឹងគឺ3ហ្នឹងអ្នកទាំងអស់គ្នាប្រើមួយណាក៏បានដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំណុចទី3របស់យើងគឺ find a product អញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបាន pick a niche ឬជាធ្វើការ create នៅ Shopify store ហើយដែលអ្នកទាំងអស់គ្នាត្រូវធ្វើបន្តហ្នឹងគឺរក product ដាក់លក់នៅលើ store របស់យើងបាទអញ្ចឹងចំពោះ product គឺទី1យើងធ្វើការបង្កើតឲ្យខ្លួនឯងទី2យើងធ្វើការទិញ product របស់គេយកទៅ resell បន្តបានបាទអញ្ចឹងបើសិនជាយើង choose to create your own digital product នៅខ្លួនឯងគឺវាត្រូវការ spend time មានគួរសមដែរទៅតាម project របស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាចង់ធ្វើអញ្ចឹងបើសិនជាថាខ្ញុំចង់ customize ធ្វើ team នៅខ្លួនឯងទៅលក់បន្តអញ្ចឹងទៅ at least ណាក៏ខ្ញុំត្រូវការ spend 2 ទៅ 3 ខែដែរតម្រាំខ្ញុំអាចធ្វើវាហើយអញ្ចឹងណាបាទអញ្ចឹងវាចំណាយពេលយូរបាទហើយមួយទៀតអ្នកទាំងអស់គ្នាអាចធ្វើការទិញបាទ digital product របស់គេយកទៅលក់បន្តបានបាទអាចធ្វើការរកមើលបានបាទទៅតាម marketplace នានាបាទគឺ app marketplace ហ្នឹងគឺអត់ខ្វះទេអាចធ្វើការរកមើលបានហើយទិញទៅបាទហើយបើសិនជាយើងចង់ resell បន្តបាទយើងអាចធ្វើការមើលជាលក្ខណៈproduct ណាដែលគេលក់ជា package បាទឬក៏ bundle បាទដោយសារតែ
ប្រភេទអស់ហ្នឹងគឺវាតម្លៃរៀងគួរសមហើយនៅក្នុងហ្នឹងគឺវាមាន file ច្រើនមែនតើដែលអ្នកទាំងអស់គ្នាអាចធ្វើការយកទៅលក់បែងចែកលក់ទៅតាមហ្នឹងទៅបាទហើយ make sure ថារកមើល product ណាដែលមាន quality រៀងគួរសមដែរអញ្ចឹងអ្នកទាំងអស់គ្នាបាទហើយបើសិនជាយើងទិញតពីគេហើយយើងចង់ធ្វើ rebranding នៅខ្លួនឯងដាក់ឈ្មោះ store របស់យើងឬក៏ដាក់ឈ្មោះរបស់យើងអីចឹងបាទគឺយើងត្រូវរកមើល product ណាដែលគេបាន mark ដាក់ថា PLR នៅលើ title របស់គេអញ្ចឹងទៅបាទដែលពាក្យពេញរបស់វាមានន័យថា private label right ដើម្បីអ្នកទាំងអស់គ្នាអាចធ្វើការ rebranding នៅខ្លួនឯងបើសិនជាអត់មានពាក្យហ្នឹងទេហើយយើងធ្វើការ rebranding នៅខ្លួនឯងយកទៅលក់បន្តនៅពេលដែលម្ចាស់គេឃើញអាចមានបញ្ហាអីចឹងបាទអញ្ចឹង make sure ថាអ្នកទាំងអស់គ្នា check up នៅកន្លែងហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់ rebranding ដល់ខ្លួនឯងទៅលើ digital product មួយហ្នឹងបាទហើយអ្នកទាំងអស់គ្នាខ្ញុំធ្វើការចែកជូនជាមួយនឹង digital product ដំបូងឲ្យអ្នកទាំងអស់គ្នាតេស្តដែលអត់គិតថ្លៃទេអ្នកទាំងអស់គ្នាធ្វើការចូលទៅយកបានអាចចូលទៅ jpsmay.com/digital អ្នកទាំងអស់គ្នានឹងឃើញនៅខាងលើហ្នឹងគឺខ្ញុំនឹង free ជូនអ្នកទាំងអស់គ្នាជាមួយនឹង digital planner គឺជាប្រភេទ digital product មួយដែលពេញនិយមដូចគ្នាដែរអញ្ចឹងអាចធ្វើការចុចពាក្យថា grab for free ហ្នឹងទៅហើយធ្វើការបំពេញជាមួយនឹង email អ្នកទាំងអស់គ្នាអញ្ចឹងទៅដើម្បីធ្វើការទទួលបានជាមួយនឹង file digital planner ហ្នឹងនឹង send ជូនទៅកាន់ email របស់អ្នកទាំងអស់គ្នាហើយអាចធ្វើការចិត្តតេស្តមើលបានប្រភេទ digital planner ហ្នឹងខ្ញុំឧទាហរណ៍ជាមួយនឹង store មួយនេះបាទគឺគាត់លក់ជាមួយ digital planner ហ្នឹងទេបាទគឺគាត់អាច generate sale មួយខែរាប់ម៉ឺនដុល្លារបាទដោយការលក់ជាមួយនឹង digital planner ហ្នឹងអូខេចង់ឲ្យធ្វើការចូលទៅយកដែល free ទៅតេស្តលេងមើលទៅហើយបើសិនជាគ្នាយើងចង់ទិញជាលក្ខណៈ bundle ក៏ខ្ញុំបានធ្វើការរៀបចំ bundle មួយចំនួនដែរដែលខ្ញុំបានធ្លាប់តែប្រើពីមុនមកអញ្ចឹងអាចធ្វើការចូលទៅខាងក្រោមនឹងមើលទៅខ្ញុំបានធ្វើការដាក់លក់ក្នុងតម្លៃសមរម្យដែរទេអញ្ចឹងអ្នកធ្វើការទិញយកទៅលក់បន្តបានបាទហើយធ្វើការ pay តាមរយៈ ABA បានដោយសារតែយើងបានធ្វើការ connect ជាមួយនឹង ABA Payway ដូចគ្នាដែរនៅលើ store របស់យើងហ្នឹងអញ្ចឹងស្រួលសម្រាប់គ្នាយើងដែលគាត់ចង់ទិញអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់ចំណុចទី3របស់យើងហ្នឹងអញ្ចឹងដល់ចំណុចទី4របស់យើងគឺដល់ពេលដែលយើង launch business របស់យើងហើយអញ្ចឹងបន្ទាប់ពីយើងមានអ្វីៗគ្រប់យ៉ាងដូចជាមានជាមួយនឹង digital product របស់យើងហើយបាទហើយយើងបានធ្វើការ design ជាមួយនឹង store យើងហើយបាទយើងអាចធ្វើការចាប់ផ្ដើមបាទលក់បានហើយបាទហើយចំពោះការ design ខ្ញុំសូមបញ្ជាក់នៅក្នុងវីដេអូនេះខ្ញុំបានធ្វើការបង្ហាញពីរបៀបនៃការ design story ទេដើម្បីកុំឲ្យវាយូរខ្លាំងពេកបាទខ្ញុំបានធ្វើការបញ្យល់ម្ដងហើយនៅវីដេអូ physical product រយៈពេល5ម៉ោងពេញហ្នឹងបាទអញ្ចឹងចំពោះការ design គឺវាមិនសូវខុសគ្នាប្រហែលទេយើងប្រើតែ section នៅក្នុង Shopify អញ្ចឹងទៅបាទយើង generate បន្ថែមពី AI អញ្ចឹងទៅបាទយើង build តាម imagination របស់យើងអញ្ចឹងទៅបាទអញ្ចឹងអ្នកទាំងគ្នាធ្វើការមើលវីដេអូហ្នឹងទៅដើម្បីចេះពីការ design ដោយសារតែក្នុងនេះអត់ចង់ឲ្យវាយូរបាទអូខេអញ្ចឹងបន្ទាប់ពីយើងបាន design store យើងមាន product អីអស់ហើយបាទយើងត្រូវការ set up ធ្វើម៉េចដើម្បីឲ្យនៅពេលដែលមានភ្ញៀវគាត់ធ្វើការបញ្ជាទិញគឺបាទវានឹងធ្វើការ auto send email ទៅភ្ញៀវយើងដើម្បីឲ្យគាត់ download ជាមួយនឹង digital product របស់យើងបាទអញ្ចឹងខ្ញុំបានបង្ហាញអ្នកនរគ្នាមុនហ្នឹងអញ្ចឹងមុនហ្នឹងគឺខ្ញុំបាននិយាយតាក់ទងជាមួយនឹង digital app មួយចំនួនដែលអ្នកនរគ្នា download ក្នុង Shopify App Store ហ្នឹងដើម្បីឲ្យវា auto delivery ជូនភ្ញៀវយើងហើយក្នុងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញអ្នកនរគ្នាជាមួយនឹង Pandora download បាទដើម្បីឲ្យអ្នកនរគ្នាមើលតើយើងត្រូវធ្វើម៉េចដើម្បីដាក់ product យើងទៅពេលភ្ញៀវទិញទៅវា auto send email ទៅភ្ញៀវ delivery auto តែម្ដងហើយភ្ញៀវឲ្យធ្វើការ instant download ដោយភ្លាមអូខេអញ្ចឹងឥឡូវយើងចូលទៅមើលទៅលើ Shopify dashboard បងប្អូនខ្ញុំសូមធ្វើការបញ្យល់អ្នកនរគ្នាឡើងនឹងតិចAlright អ្នកនរគ្នាអញ្ចឹងឥឡូវខ្ញុំចូលទៅកាន់ Shopify dashboard ដើម្បីធ្វើការបង្ហាញអ្នកនរគ្នារបៀបនៃការ add ជាមួយនឹង product បាទ digital product យើងហ្នឹងបាទអញ្ចឹងចំពោះការ add digital product យើង add ដោយដៃបាទយើង add manual បាទយើងចូលទៅកន្លែង product មកអ្នកនរគ្នាបន្តមកយើងធ្វើការ add new product មកហើយយើងធ្វើការដាក់ជាមួយនឹង title បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់លក់ជាលក្ខណៈ digital planner ខ្ញុំបានធ្វើការចែកជូនអ្នកនរគ្នា free មួយហ្នឹងបាទអញ្ចឹងខ្ញុំសរសេរ title មកបាទអូខេឥឡូវខ្ញុំដាក់ title អញ្ចឹងបាទបន្តមក description អ្នកនរគ្នាចង់ដាក់បានធ្វើការចូលទៅចូល chat ឲ្យ chat generate ជាមួយនឹង description មកអូខេយើងប្រាប់ថា digital product អីចឹងទៅ on Shopify អញ្ចឹងទៅហើយទៅ give me short and clean description មកអូខេ make it SEO friendly បាទអូខេអញ្ចឹងយើងធ្វើការដាក់ចឹងមកដើម្បីឲ្យវា generate ជាមួយនឹងgenerate ជាមួយនឹង description មួយដែលវាខ្លីសមរម្យមកល្មមចឹងទៅបាទអញ្ចឹងខ្ញុំឧទាហរណ៍គ្នាយើងបាទយើងចង់ដាក់វែងក៏បានដែរគ្នាយើងបាទយើងចង់ដាក់វែងក៏បានដែរបាទចេះដាក់តែខ្លីទេបាទហើយទៅយើងធ្វើការ upload ជាមួយនឹងរូបភាពបាទអញ្ចឹងយើងមានរូបភាពដាក់ចូលមកបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ជាមួយនឹងរូបភាពបាទ
នេះខ្ញុំដាក់រូបភាពនេះបាទរូបភាពនេះខ្ញុំធ្វើការលេងជាមួយនឹង mock app បាទខ្ញុំដាក់ជាមួយនឹង mock app នៅលើ Canva យើងហ្នឹងបាទអូខេនេះខ្ញុំដាក់ mock up ជាសភៅចឹងមកខ្ញុំដាក់រូបភាព digital product យើងជាលក្ខណៈ planner យើងចូលមកបាទបន្ទាប់មកដាក់តម្លៃអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់លក់វាក្នុងតម្លៃ 4.99 ចឹងទៅបាទអូខេឆែកតាក់ខ្ញុំអត់យកទេបាទតែប៉ុណ្្នឹងមកបាទ inventory យើងមិនបាច់ track ទេបាទ shipping ក៏អត់មានដែរជាមួយ digital product បាទវាជា PDF ត្រឹមត្រូវហើយបាទអូខេអញ្ចឹងប៉ុណ្្នឹងមកយើងធ្វើការ sell មកបាទអូខេចឹងអ្នកនរលេខលោកបន្ថែមទៅបាទ title description អីហ្នឹងបាទសួរ chat លេខអីបន្ថែមខ្លួនឯងនេះខ្ញុំឧទាហរណ៍អ្នកនរយល់តែធ្វើមិនបាទបន្ទាប់ពីយើងបានធ្វើការ add manual ដោយដៃហើយបន្ទាប់មកយើងចូលទៅក្នុងapp digital download របស់យើងមួយណាក៏បានដែរនេះខ្ញុំឧទាហរណ៍លើ Pandora ប៉ុន្តែ process វាគឺវាស្តីៗគ្នាទេអត់មានអីខុសគ្នាប្រហែលទេបន្ទាប់មកយើងរើសលើ digital product មកបាទហើយអ្នកទាំងអស់គ្នាធ្វើការជាពាក្យថា create digital product ហើយយើងធ្វើការ select product របស់យើងផាសធ្វើទៅតាម step របស់គេហ្នឹងទៅអូខេអ្នកទាំងអស់គ្នាអញ្ចឹង step 1គឺយើងធ្វើការ pick product បាទអញ្ចឹងចំពោះការ pick product យើងជួយពាក្យថា select product ហ្នឹងទៅយើងរើសយក product ដែលយើងបានធ្វើការ upload មិញហ្នឹងបាទអូខេយើងដាក់ចូលមកហើយបន្តមកទៀតបាទដល់ចំណុចទី2គេឲ្យយើង upload ជាមួយនឹង file បាទ upload ជាមួយនឹង file បាទអញ្ចឹងយើងធ្វើការរើសយកជាមួយនឹង file ដើម្បី upload ជូនគេមកបាទអូខេអញ្ចឹងខ្ញុំធ្វើការចុចលើនឹងមកបន្តមកខ្ញុំដាក់ចូលជាមួយនឹង file បាទអូខេនេះ file ជាមួយនឹង digital product របស់យើងណាបាទអូខេបាទយើងដាក់ file អញ្ចឹងក៏បានឬក៏មួយទៀតបាទយើង create ជា link ក៏បានដែរបាទឧទាហរណ៍ថាខ្ញុំដាក់ digital product របស់ខ្ញុំនៅក្នុង Drive Google Drive អញ្ចឹងទៅបន្ទាប់មកយើង copy link Drive ហ្នឹងដាក់ចូលនៅក្នុងlink នេះក៏បានដែរបាទយើងគាត់ដាក់ចូលអញ្ចឹងមកអូខេយើងខំ copy link Drive អញ្ចឹងមកខ្ញុំ copy ដាក់ចូលចេះក៏បានដែរហើយដាក់ file name មកអូខេ digital planner អញ្ចឹងទៅបាទខ្ញុំឧទាហរណ៍ណាបាទអញ្ចឹងជំរើសពីរហ្នឹងយើងចង់ upload ជា PDF ក៏បានយើងដាក់ link ក៏បានដែរបាទបើសិនជាយើងដាក់នៅក្នុង Drive នៅក្នុងអីចឹងយើងដាក់ជា link ក៏បានដែរអញ្ចឹងនៅពេលដែលភ្ញៀវគាត់ទិញគឺគេនឹង auto send link ដើម្បីឲ្យគាត់ចូលទៅ download ហើយអូខេបាទចាំសង្ឃឹមថាគ្នាយើងយល់កន្លែងហ្នឹងបាទបន្តមកទៀតយើងដល់ចំណុចទី3បាទគឺ choose a delivery method បាទអញ្ចឹងចំពោះ delivery យើងធ្វើការហើសមិនបាទអញ្ចឹងយើងលក់ជាលក្ខណៈ file ជាអ្នកថា file only បន្តមកទៀតយើងហើសគ្រីសទាំងពីរមកបាទនៅពេលដែលគេទិញហើយភ្លាមបាទគឺវានឹង load នៅលើ confirmation order page ឬក៏ thank you page បាទឲ្យភ្លាមតែម្ដងបាទមុននឹងវា send email ទៅទៀតបាទអូខេអញ្ចឹងយើងហើសទាំងពីរហ្នឹងហ្មងទៅបាទហើយដល់ចំណុចទី4នេះគឺបាច់ចាំនេះក៏បានដែរបាទបាច់ចាំធ្វើក៏បានដែរនៅពេលដែលយើងធ្វើដំបូងអញ្ចឹងបាទគឺគេឲ្យតេស្តអញ្ចឹងបាទអញ្ចឹងយើងចុចលើហ្នឹងមកបាទហើយយើងឆាតប្រាប់ support គេអញ្ចឹងទៅបាទយើងថា help me test the product and remove branding បាទអូខេ remove branding របស់គេចោលនេះដោយសារតែ email អ្នកនរគ្នាបាទ email បាទគឺវាគេ send មកវាលោថា power by Pandora នេះបាទហើយចំពោះ email ហ្នឹងយើងអាចធ្វើការ remove អានឹងចោលបានយើងក៏ចុចលើនឹងទៅឆាតប្រាប់គេទៅគេ remove ឲ្យយើងហើយបាទអូខេបាទអញ្ចឹងមានតែប៉ុណ្្នឹងទេយើងចុចថា sell ទៅគឺអូខេហើយនៅពេលភ្ញៀវគាត់ធ្វើការបញ្ជាទិញបាទគឺវានឹង load ឲ្យភ្ញៀវយើងហើយបាទអញ្ចឹងខ្ញុំចូលទៅមើលម្ដងទៀតបាទអូខេបាទនេះគឺជាទម្រង់បាទនៅពេលភ្ញៀវគាត់ធ្វើការបញ្ជាទិញបាទគឺក្នុង email គាត់គឺនឹង send ទម្រង់បែបហ្នឹងទៅឲ្យភ្ញៀវរបស់យើងអញ្ចឹងភ្ញៀវគាត់ធ្វើការចុច download ហ្នឹងទៅបាទគឺ file ហ្នឹងគឺនឹង download ចូលក្នុង device របស់គាត់ហើយឬក៏វាredirect គាត់ចូលទៅកាន់ download page ដើម្បីគាត់ធ្វើការ download ហើយអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់ការធ្វើការដាក់ជាមួយនឹង product របស់យើងទៅក្នុង app digital download ដើម្បីឲ្យភ្ញៀវគាត់បាន download ភ្លាមនៅពេលដែលគាត់ទិញអីវ៉ាន់ហើយalright អ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំប្រាប់អ្នកទាំងអស់គ្នាអំពី process នៃការធ្វើជាមួយនឹង digital dropshipping ហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការ follow ទៅតាមចំណុចហ្នឹងបានហើយចំពោះការធ្វើ marketing បន្ថែមទៅលើ digital product ក្នុងការលក់ហ្នឹងបាទគឺក៏វាអត់សូវពិបាកដូចជាមួយនឹង physical product ដែរដោយសារតែវាអត់ require ឲ្យយើងមានជាមួយនឹង physical product បាទរហូតដល់យើងធ្វើការ review លើ product ហ្នឹងបាទយើងធ្វើការ
ថត product ហ្នឹងបាទយើងនិយាយពី product ហ្នឹងច្រើនតែចំពោះ digital product គឺអត់សូវពិបាកក្នុងការធ្វើទីផ្សារប្រហែលទេសំខាន់ឲ្យតែយើងមានជាមួយនឹង product ហ្នឹងឲ្យបានល្អយើងរៀបចំឲ្យបានល្អបាទយើងធ្វើការបង្ហាញ outcast តិចតួចបាទ showcase ទៅលើ product យើងតិចតួចទៅបាទគឺយើងអាចបាទទាញចំណាប់អារម្មណ៍គេបានបាទងាយស្រួលជាងជាមួយនឹង physical product ហេគួរសមដែរអូខេអញ្ចឹងសម្រាប់វីដេអូយើងឥឡូវគឺមានប៉ុណ្្នឹងទេបាទចាំជួបគ្នានៅវីដេអូក្រោយទៀត